ដល់ឡែអាញាធរជាតិប្រយុទ្ធទៅនឹងជំងឺអេដនៅវេលាប្រកាសទី28ខែឧសភានៅឆ្នាំ2025នេះបានបើកសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសម្រេចបានថ្មីនៃគោលដៅ95 ហើយនឹងទស្សនកិច្ចរបស់លោកជំទាវវេនីបាយ៉ានីអ៊ីម៉ាដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយិកាប្រតិបត្តិអង្គការ UNAIDS ឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានមានប្រសាសន៍ថាការឆ្លើយតបនឹងមេរោគអេដជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភ3គឺភាពជាអ្នកដឹកនាំឬភាពជាម្ចាស់ភាពជាដៃគូនិងការវិនិយោគដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងផែនការយុទ្ធសាស្ត្រជាតិលើកទី6របស់យើងមានជាអាចការដឹកនាំនៅថ្នាក់ជាតិនិងសហគមន៍និងភាពជាម្ចាស់ការតម្រឹមជាមួយនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងអត្ថិភាពជាតិការធានាចីរភាពកិច្ចសហប្រតិបត្តិការពហុវិស័យអភិក្រមដែលផ្ដោតលើមនុស្សនិងសមត្ថភាពអន្តរាគមន៍ដែលផ្អែកទៅលើភស្តុតាងគណនេយ្យភាពនិងតម្លាភាពនេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដគណៈការធានានៅចីរភាពនៃកម្មវិធីមេរោគអេដរបស់យើងក៏ដូចជាសភាពការនៃការប្រយុទ្ធប្រឆាំងជំងឺអេដដែលបង្ហាញឃើញថាយើងកំពុងតែធ្វើដំណើរទៅរកវឌ្ឍនភាពជាជោគជ័យមួយដ៏សំខាន់របស់កម្ពុជាយើងក្នុងការឆ្លើយតបនឹងមេរោគអេដទី2យើងចង់ឆ្លៀតឱកាសនេះរំលេចឡើងវិញអំពីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជាយើងគឺទស្សនកិច្ចរបស់លោកស្រីប្រធានប្រតិបត្តិអង្គការ UNAIDS វិនីប៊ីយ៉ាណាយីម៉ាដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិដែលទស្សនកិច្ចនេះបានបង្ហាញនៅការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជារបស់អង្គការ UNAIDS ចំពោះការងារប្រយុទ្ធប្រឆាំងជំងឺអេដនៅកម្ពុជាយើងដែលជាការចូលរួមដ៏សំខាន់ក្នុងការជំរុញឲ្យយើងឈានទៅសម្រេចគោលដៅរបស់យើងនៅក្នុងពេលខាងមុខចំណុចទី3ដែលខ្ញុំចង់លើកនៅពេលនេះដែរគឺប្រទេសកម្ពុជាយើងទោះបីជាមិនមានទ្រព្យសម្បត្តិធនធានសម្បូរសប្បាយធំដូចជាប្រទេសអ្នកមានក៏ដោយតែបេះដូងយើងទូលាយនៅពេលដែលប្រទេសធំខ្លះចាប់ផ្ដើមដកជំនួយឬក៏បិទជំនួយបញ្ឈប់ជំនួយដល់អង្គការបើនិយាយថាអង្គការពហុវិស័យពហុភាគីមានអង្គការសហប្រជាជាតិប៉ុន្តែជាពិសេសអង្គការ UNAIDS នេះកម្ពុជាទោះបីជាមិនទាន់ឈានទៅជាប្រទេសអ្នកមានក៏ដោយក៏យើងសម្រេចផ្ដល់នៅថវិកាចូលរួមគ្រប់គ្រងដល់អង្គការ UNAIDS ដើម្បីការងារឆ្លើយតបនឹងមេរោគអេដទូទាំងពិភពលោកនេះជាចំណុចទាំង3ដែលខ្ញុំចង់លើកមកលោកស្រីប៉ាទ្រីកាអងហ្វីងនាយិកាអង្គការ UNAIDS ប្រចាំនៅកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជាគណៈដែលលោកស្រីគូបញ្ជាក់ឲ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខដោយលើកឡើងថាកំណត់ផ្លូវចុងក្រោយដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជាការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់នៃការរាលដាលមេរោគអេដក៏កាន់តែមានសារៈសំខាន់ទៅមុខទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់សេវាបង្ការមេរោគអេដរួមបញ្ចូលគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យនិងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្ដាលមកពីការមាក់ងាយនិងការរើសអើងចំពោះអ្នករស់នៅជាមួយនឹងមេរោគអេដអ្នករងផលប៉ះពាល់ឬអ្នកប្រឈមនឹងមេរោគអេដកម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួននិងធ្វើជាគំរូសម្រាប់តំបន់និងពិភពលោក។